សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅចូលរួមនៅក្នុងកម្មវិធីចាប់ត្រីនៅក្នុងភូមិបង្កោងខេត្តសៀមរាបចាំមើលថាកម្មវិធីនេះសប្បាយរីករាយប៉ុណ្ណាកុំភ្លេចតាមដានវីដេអូនេះរហូតដល់ចប់ខ្ញុំបានជិះម៉ូតូចេញពីភ្នំពេញទៅខេត្តសៀមរាបក្នុងម៉ោង6ព្រឹកឡើងហើយតាមពាក់កណ្ដាលផ្លូវខ្ញុំបានចូលញ៉ាំអាហារពេលព្រឹកនៅកំពង់ថ្មខេត្តកំពង់ធំហើយកន្លែងខ្ញុំជិះនេះគឺខ្ញុំបានជិះរមើលឆ្វែលជុំវិញហ្នឹងថាកន្លែងណាដែលជាកន្លែងតំបន់ជុំទៅដោយគេហៅអ្នកភូមិអញ្ចឹងគាត់ចូលចិត្តមកអញ្ចឹងដើម្បីនិយាយគ្នាអញ្ចឹងខ្ញុំចូលចិត្តក្នុងបរិយាកាសបែបហ្នឹងហើយអ្វីដែលខ្ញុំទទួលបានវាដូចជាការរំពឹកទុករបស់ខ្ញុំអញ្ចឹងកាហ្វេក៏រសជាតិឆ្ងាញ់ហើយនឹងកាទៀវដែលខ្ញុំញ៉ាំហ្នឹងក៏រសជាតិឆ្ងាញ់ដែរដោយសារកន្លែងអញ្ចឹងគឺវាការរសជាតិវា original ហ្មងហើយខ្ញុំបានបន្តទៅដំណើរទៅមុខទៀតអ្វីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺការធ្វើដំណើរតាមផ្លូវហ្នឹងវាត្រជាក់មែនទែនថ្ងៃហ្នឹងមេឃសតុំរហូតតាំងពីធ្វើដំណើរពីផ្ទះរហូតទៅដល់សៀមរាបហ្មងហើយខ្ញុំទៅដល់សៀមរាបខ្ទង់ប្រហែលជាម៉ោង3ថ្ងៃខ្ញុំបានជិះចូលទៅភូមិបណ្ដាដើម្បីញ៉ាំទឹកស្មៅត្រជាក់អូយពេលដែលជិះម៉ូតូមកពីក្តៅហើយបានដល់ទឹកណៅត្រជាក់ចឹងអូជាតិមិននិយាយទេបន្ទាប់ពីញ៉ាំអាហារសម្រន់ទិញទួយផឹកទឹកត្នោតនៅភូមិបណ្ដាខ្ញុំបានបន្តដំណើរទៅរកកន្លែងគេងដោយសារតែកម្មវិធីដែលចាប់ត្រីហ្នឹងគឺថ្ងៃទី8ហើយថ្ងៃដែល7ហ្នឹងថ្ងៃខ្ញុំធ្វើដំណើរទៅអញ្ចឹងខ្ញុំនឹងចូលទៅ check in សម្រាប់សិនហើយបានពេលគេងយប់ស្អែកឡើងបានខ្ញុំបានទៅចូលរួមនៅក្នុងកម្មវិធីចាប់ត្រីហ្នឹងតែមុនពេលទៅដល់កន្លែងគេខ្ញុំបានចូលញ៉ាំអាហារថ្ងៃត្រង់ដោយសារតែឃ្លានដែរហើយអាហារថ្ងៃត្រង់របស់ខ្ញុំហ្នឹងគឺនំបញ្ចុកសឡខ្មែរគឺរសជាតិនិយាយមែនតើគឺរសជាតិឆ្ងាញ់មែនតើហើយនិយាយថាតម្លៃក៏សមរម្យដែរខ្ញុំចូលទៅខ្ញុំគិតថាប្រហែលថ្លៃឯហាងគេមើលទៅទំនើបអីចឹងណាប៉ុន្តែតម្លៃរបស់គេពិតជាទទួលយកបានអញ្ចឹងខ្ញុំតែសារនៅក្នុងខេត្តសៀមរាបហ្នឹងគឺបែបហ្នឹងទាំងសេវាកម្មទាំងតម្លៃគឺពិតជាប្រកួតប្រជែងហើយសមរម្យទទួលយកបានហើយសូម្បីតែសេវាកម្មក៏ល្អរបស់គេដែរតើវាសំខាន់តែខ្ញុំអត់ដល់ហ្នឹងកម្មនេះចាប់ត្រីហ្នឹងគឺធ្វើណាគេប្រាប់ឃុំแบบអីតែអត់ចាំពេលទៅដល់កន្លែងគេចាំ research មើលទៅកន្លែងគេហ្នឹងមួយយប់ដល់$10ហើយគៀកនឹងផ្សាររាត្រីមែនទេគៀក pub street ខាងក្រៅគេដូចកន្លែងគេទទួលភ្ញៀវអញ្ចឹងណាខាងក្នុងនោះបន្ទប់បែប dormitory ហើយអាបន្ទប់ដែលគេរបស់ខ្ញុំហ្នឹងគឺនៅខាងក្នុងនេះហ្នឹងឈើហើយប៉ុន្តែយើង feel និយាយមិនទេវាមានវាខាមហើយបើសិនជាទៀតខ្ញុំកក់តាមbooking.com ឈ្មោះគេ The Blue Monkey ហើយតែ10រៀលមួយយប់វាសមរម្យមែនតើថ្ងៃក្តៅក៏យើងអត់សូវមានអារម្មណ៍ក្តៅតិចវាអត់ដូចផ្ទះបេតុងធ្វើពីស៊ីម៉ងទេសំខាន់គឺកម្មវិធីនេះស្អែកសប្បាយមិនឬក៏មានអីប្លែកចាំមើលទាំងអស់គ្នាចុះបាយបន្ទាប់ពីសម្រាប់បានមួយផ្លែតខ្ញុំបានចេញម៉ូតូជិះទៅភ្នំក្រោមដើម្បីមើលថ្ងៃលិចហើយតាមដងផ្លូវទៅសភាពពិតជាស្អាតនៅដដែលខ្ញុំខានទៅប្រហែលជាចូល2ឆ្នាំហើយពីព្រះសនៈខ្ញុំទៅកន្លែងភ្នំក្រោមហ្នឹងប្រហែលជារយៈពេល15នាទីទៅ20នាទីហ្នឹងខ្ញុំបានជិះទៅដល់ហើយទៅមកដល់កន្លែងមើលថ្ងៃលិចនៅលើប្រាសាទភ្នំក្រោមតែធំអស់លើមុនឃើញគេឆ្កាព្រៃហើយនឹង
clean up អត់ដូចកាពេលខ្ញុំមកមើលកាពីមុននេះវានៅភ័យអីចឹងតយើងដើរលុបចូលភ័យឥឡូវនេះប្រាសាទក៏ទៅជួបដែរចាំមើលអីកំពុងរៀបលេខល្មមហើយខែនេះថ្ងៃលេខស្អាតតែចាំមើលសង្ឃឹមថាពេលលេខចុះវាអត់មានពពកបាំងពេលឆ្កាប្រៃឡើងស្អាតអស់ហើយបើគិតទៅខានមកនេះវាចូល2-3ឆ្នាំហើយចាំមើលចុះមើលខាងកន្លែងថ្មីអាកន្លែងចាស់នោះធ្លាប់មើលហើយសាក់ទៅកន្លែងថ្មីចាំមើលហើយលេខបន្ទាប់ពីមើលថ្ងៃលេខអស់ខ្ញុំបានត្រឡប់មកវិញហើយបានចូលទៅ Pub Street ដើម្បីមើលគេមើលឯងអញ្ចឹងថាតើឥឡូវហ្នឹងវាមិនចេះវានេះមានអារម្មណ៍ថាមនុស្សច្រើនជាងមុនជាងការដែលមកខែជាខែមុននិយាយទៅមនុស្សច្រើនមែនទេហ្មងយើងខែនេះដល់វាខែPub Street លើមនុស្សច្រើនអរុនសួស្ដីឥឡូវខ្ញុំចាប់ដើម check out ចេញពីកន្លែងខ្ញុំគេងហើយដោយសារតែយប់នេះខ្ញុំទៅគេងជាមួយនឹងបងប្អូនខ្ញុំ2នាក់ទៀតដែលគាត់មកឡើងមកយប់មិញហ្នឹងអញ្ចឹងខ្ញុំទៅគេងមួយគ្នាឥឡូវហ្នឹងយើងផ្លាស់ប្ដូរកន្លែងគេងតែខ្ញុំ check out សិនបាទខ្ញុំទៅរកកាហ្វេញ៉ាំហើយបាទខ្ញុំតាក់ទងគាត់ទៅកន្លែងគេងថ្មីដើម្បីដើរបានហើយបន្ទាប់មកទៀតបានយើងចេញទៅកន្លែងចាប់ថៃខ្ញុំបានមានតែ2ទេវាចុកខ្លួនមួយហើយនឹងដាក់ចុកម៉ូតូចៃដន្យអីកាហ្វេដែលខ្ញុំបំរុងទៅញ៉ាំហ្នឹងវានៅចិត្តកន្លែងខ្ញុំគេកាហ្វេកាន់មឹកអញ្ចឹងអ្នកដែលធ្លាប់ទៅសៀមរាបញឹកនឹងប្រកាសជាស្គាល់ហើយកាហ្វេនឹងល្បីខ្ញុំញ៉ាំតាំងពីគេទៅតែបើកហើយយើងដបងណាឆ្ងាញ់មកដល់ឥឡូវក៏នៅរសជាតិឆ្ងាញ់ដដែលអញ្ចឹងវាអត់មានផ្លាស់ប្ដូរទេទោះបីជាមានភ្ញៀវអីចូលមកផឹកអីច្រើនក៏ដោយចៃដន្យអីខ្ញុំបងប្រុសដែលស្គាល់គ្នានោះគាត់បានមកសៀមរាបដែរអញ្ចឹងគាត់ណាត់គាត់ជួបជុំគ្នាទាំងអស់គ្នាមកទៅហើយពួកយើងបានផឹកកាហ្វេជួបជុំនិយាយគ្នាលេងហើយខ្ញុំបានទៅជូនដំគាត់ទៅជូនម៉ូតូពីG1មួយថ្ងៃ$15ដើម្បីជិះម៉ូតូទាំងអស់គ្នាទៅលេងកម្មវិធីចាប់ថៃនៅក្នុងភូមិបកៅនឹងតែម្ដងនិយាយតាមត្រង់មុនអ្នកទាំងអស់គ្នាផ្លូវដែលខ្ញុំជិះទៅកន្លែងកម្មវិធីចាប់ត្រីហ្នឹងណាមហាវេទនាដោយសារអីផ្លូវគេតាមមិត្តគេមានជិះល្អជាទេផ្លូវក្រហមហើយម៉ូតូខ្ញុំវាធ្ងន់ប៉ុន្តែអាផ្លូវក្រហមដែលជិះនោះគឺស្ទះរាប់ម៉ោងស្ទះរត់តែផ្លូវជិះអត់ចោះបានទេអញ្ចឹងខ្ញុំត្រូវបខំចិត្តជិះចោះវាលសេជិះ off road ជិះឡើងយូរដែរមិនតិចទេអ្នកនរគ្នាជិះយូរមែនតើកាត់វាលសេកាត់អីឲ្យម៉ូតូអញ្ចឹងវាធ្ងន់ហើយដេកខ្សាច់ទៀតអូយពិបាកជិះមែនតើហើយតម្រាំទៅដល់កម្មវិធីហ្នឹងអាមេឃហ្នឹងក៏វាក្តៅទៀតអញ្ចឹងបើសិនជាមានកម្មវិធីឆ្នាំក្រោយទៀតសូមឲ្យសម្រួលលើចរាចរណ៍ទៀតកុំឲ្យស្ទះផ្លូវវេទនាអញ្ចឹងណាប៉ុន្តែទីបំផុតពួកយើងបានមកដល់ទីតាំងកម្មវិធីហើយពេលខ្ញុំទៅដល់ហ្នឹងវាអូស្ដាយដោយសារតែវាយឺតម៉ោងហើយជាក្នុង10ឬក៏ម៉ោង11អីដោយសារតែរវល់ចាំគ្នាហើយនឹងទៅជួលម៉ូតូទៅអីទៀតដោយឃើញអ្នកខ្លះគាត់មកតាំងពីម៉ោង5ព្រឹកអីដើម្បីចូលរួមកម្មវិធីតាំងពីចាប់ផ្ដើមអញ្ចឹងយើងបានឃើញអតិថិភាពនៃការ kick off event ហ្នឹងមនុស្សរត់ចូលក្នុងបឹងនឹងទាំងអស់គ្នាដើម្បីធ្វើការចាប់ត្រីប៉ុន្តែពួកខ្ញុំអត់បានទៅដល់ទេអត់ទៅទាន់ពេលវេលាទេអញ្ចឹងក៏យើង miss អាហ្នឹងទៅ moment ហ្នឹងយើងអត់បានជួបទេតែយើងអាចដើរលេងមើលគេមើលឯងដែល
ចាប់ត្រីបានហើយគឺទៅចំអិនយ៉ាងព្រាមឃើញទឹកភាពនៅជុំវិញបឹងហ្នឹងពិតជារំភើបពេកមែនតើដោយសារតែបងប្អូនប្រជាជនខ្មែរយើងហ្នឹងម្នាក់ៗគាត់កាន់ឧបករណ៍សម្រាប់នេសាទត្រីគាត់ដោយសំណាញ់អ្នកខ្លះរត់អ្នកខ្លះអីចឹងទៅហើយទឹកមុខស្នាមញញឹមហើយរੂរេរាក់ទាក់របស់ប្រជាជនខ្មែរក៏ដូចជាមានការចូលរួមពីបរទេសហើយក៏ធ្វើឲ្យពួកយើងមានអារម្មណ៍សប្បាយរីករាយជាមួយនឹងកម្មវិធីនេះមួយគ្នាធ្វើឲ្យអាកាសធាតុក្តៅពួកយើងក៏បានចូលរួមជាមួយអ្នកភូមិដោយសារតែដើរចេញមកវិញចាំផ្លូវកន្លែងគេរួមហើយមានអារម្មណ៍ថាសប្បាយមែនតើដូចកម្មវិធីមានអារម្មណ៍ថាដូចកម្មវិធីចូលឆ្នាំអញ្ចឹងណាយើងចូលរួមមួយអ្នកភូមិអីទាំងភ្ញៀវដែលចូលរួមទាំងប្រជាជនភូមិនៅក្នុងតំបន់ហ្នឹងនាំគ្នាចូលរួមរួមក្នុងបាត់របស់គ្នាហើយពិតជាបបិសោល្អមែនតើជាចុងក្រោយខ្ញុំពិតជារីករាយមែនតើដែលប្រជាជនខ្មែរយើងនៅតែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីដែលសល់ពីដូនតាឲ្យនៅតែបន្តរស់រាននឹងជីវិតដល់សព្វថ្ងៃដោយសារតែកម្មវិធីបែបនេះបានធ្វើឲ្យមនុស្សផ្សារភ្ជាប់គ្នាបង្កើតភាពស្និទ្ធស្នាលហើយនឹងការចេះជួយយកអាសាគ្នាទៅវិញទៅមកជាពិសេសបើតាមខ្ញុំដឹងគឺម្ហូបដែលទទួលបានពីការនេសាទដូចជាត្រីទាំងអស់ហ្នឹងគឺគេនឹងយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃសម្រាប់ថ្ងៃស្អែកដូច្នេះវាពិតជាល្អមែនទែនដែលបានផ្សារភ្ជាប់កម្មវិធីហ្នឹងជាមួយនឹងព្រះពុទ្ធសាសនាទៀតអញ្ចឹងខ្ញុំពិតជា appreciate មែនទែនទៅលើអ្នកដែលបានបង្កើតកម្មវិធីមួយនេះតាំងពីដូនពីតាយើងមកអីសម្រាប់តែវាក៏ដៅទីមែនតែប្រហែលសប្បាយមែនតើឃើញបងប្អូនយើងច្រើនវាមានអារម្មណ៍មួយដែលថាពីពេញមកគឺយើងចង់មកកន្លែងហ្នឹងហ្មងតែអ្វីដែលយើងមើលក្នុងរូបភាពដែលគេផុសវាអត់សូវហ្មងទេប៉ុន្តែពេលដែលមកដល់ហ្នឹងគឺអារម្មណ៍វាប្លែកខ្លាំងហ្មងវាបែបតែអ្នកភូមិអ្នកអត់ទេដែលមកប៉ុនភូមិអត់ហ្នឹងវាដូចគ្នាប៉ុនភូមិតែអានេះកន្លែងគេចាប់ត្រីបែរដែលបានមកលេងចាប់ត្រីនៅភូមិបាគងហើយឆ្នាំនេះម្ដងអញ្ចឹងយើងកុំភ្លេចឆ្នាំក្រោយទៀតបើឆ្នាំនេះអត់បានចូលរួមទេអាចមកលេងឆ្នាំក្រោយទៀតទាំងអស់គ្នាអរគុណអញ្ចឹងឆ្នាំក្រោយកុំភ្លេចណាត់មនុស្សពិសេសដើម្បីចូលរួមនៅក្នុងកម្មវិធីចាប់ត្រីទាំងអស់គ្នាហើយក៏សូមអរគុណមែនតើដែលបានចូលរួមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងអរគុណទាំងអស់គ្នាម្ដងទៀត